និយាយដល់ទៅសម្រាប់បាសដែលគេចូលចិត្តស្ដាប់លក្ខណៈតូចបាទគេមានហើយបាទប៉ុន្តែច្រៀងមិនសូវជាប្រុសទេមិនមែនបានន័យថាបាសគេអន់ទេណាប៉ុន្តែវាខុសពីគោលបំណងរបស់អ្នកប្រើអញ្ចឹងណាតាបានគិតបាទបានគិតឲ្យគិតទៀតថានឹងធ្វើប្រភេទផលិតផលបែបម៉េចដើម្បីបំពេញតម្រូវការរបស់អ្នកប្រើបាទអញ្ចឹងគិតថាបាសប្រភេទស្ដាប់គេមានហើយនៅស្រុកខ្មែរអញ្ចឹងណាតាគឺធ្វើបាសសម្រាប់ច្រៀងបាទហើយក្នុងនោះទៀតសោតមិនមែនបានតែច្រៀងទេគិតថាចុះបើសិនជាថ្ងៃហ្នឹងអតិថិជនក៏អត់ចង់ច្រៀងគាត់ចង់ស្ដាប់អូខេអាចចំណុចហ្នឹងឯងដែលណាតាបានគិតបន្តទៀតអញ្ចឹងណាតាធ្វើម៉េចស្ដាប់ក៏បានច្រៀងក៏បានបាទស្ដាប់ក៏បានច្រៀងក៏បានអញ្ចឹងបងប្អូនអាចមកតេស្តសំឡេងរបស់ណាតាបាទគឺណាតាគឺឲ្យសំឡេងមកគឺច្បាស់ល្អសំឡេងបាសសំឡេងហាយគឺអត់ច្បោកច្បល់គ្នាទេបាទគឺបែងចែកដាច់ស្អាតតែម្ដងហើយច្រៀងគឺលក្ខណៈមួយគឺធូរបាទស្រូបល្អស្រួលច្រៀងបាទអញ្ចឹងបងប្អូនអាចមកតេស្តបានហើយកន្លងមកក៏មានបងប្អូនច្រើនដែលគាត់បានទិញបាសខុសតាមរយៈការឃោសនាដោយប្រើពាក្យពេចន៍អួតបាទថារបស់គេល្អអញ្ចឹងបាទតាមពិតដោយសារបងប្អូនមិនសូវយល់ពីចំណុចអស់ហ្នឹងត្រូវបានគេបង្វក់ចិត្តត្រូវបានគេប្រើពាក្យសម្ដីលួងលោមបន្ទន់ចិត្តដើម្បីឲ្យបងប្អូនហ្នឹងស្ដាប់ទៅគិតថាគេល្អស្ដាប់ទៅគិតថាអូគេរស់ស៊ីស្មោះត្រង់តែតាមពិតបាសខ្លះនិយាយឲ្យត្រង់ទៅពួកគាត់លក់មិនសូវដាច់នៅពេលគាត់លក់មិនសូវដាច់គាត់ចេះតែបង្កើតរឿងផ្សេងគាត់ចេះតែធ្វើរឿងផ្សេងមកដើម្បីអីដើម្បីឲ្យបងប្អូនយល់ថាបាសផ្សេងមិនល្អដោយបាសគាត់អីចឹងទៅតែតាមពិតវាមិនអញ្ចឹងទេបាទគឺបងប្អូនត្រូវមកស្ដាប់ខ្លួនឯងស្ដាប់តេស្តប្រៀបធៀបគ្នាបាទជៀសវាងនៅពេលដែលបងប្អូនទិញខុសខាតលុយបាទហើយនៅពេលដែលបងប្អូនចង់វាយដូរក៏ខាតដែរបាទហើយ